សួស្តីបងប្អូនទាំងអស់គ្នានេះអវ៉ាន់របស់ភ្ញៀវដែលមានបញ្ហាឬក៏ខូចហើយភ្ញៀវគាត់ផ្ញើមកឲ្យខាងខ្ញុំជួសជុលឲ្យគាត់ហើយវ៉ាន់នេះបើមើលទៅតាមសភាពជាក់ស្ដែងវាអាចនិយាយបានថាវានៅថ្មីនៅស្អាតសូមតែ 90% ជាងហើយបងប្អូនមើលគ្មានកន្លែងណាដែលមានឆ្កូតអលិតអីទេគឺនៅថ្មីដូចវ៉ាន់ថ្មីចឹងបាទហើយបងប្អូនឆ្ងល់ថាបើវានៅថ្មីនៅស្អាតចឹងហេតុអីបានវាឆាប់ខូចនេះបាទទាំងដែលវ៉ាន់ពួកនេះជាវ៉ាន់ដែលធន់បាទធន់ហើយកម្លាំងខ្លាំងហើយលេងបានឆ្ងាយច្បាស់គោលដៅហើយនិយាយមកថាវាខ្លាំងហើយវាធន់មែនទេពួក Victor នេះអញ្ចឹងអីវ៉ាន់មួយវាអាស្រ័យទៅលើយើងអ្នកលេងដែរទេហើយការថែទាំរបស់យើងដែរទេរបស់អីក៏ដូចរបស់អីដែរទោះបីជារបស់ហ្នឹងល្អប៉ុណ្ណាអស្ចារ្យប៉ុណ្ណាប៉ុន្តែបើយើងប្រើអត់ថែឬក៏យើងប្រើអត់ដឹងពីរបៀបក្នុងការប្រើប្រាស់វាឬក៏ថែទាំវាគឺវាតែងតែមានបញ្ហាខូចដែរវាមិនអាចត្រឹមត្រូវនឹងអ្នកប្រើបានទេអញ្ចឹងអីវ៉ាន់វាឆាប់ខូចឬវានៅបានយូរវាអាស្រ័យទៅលើអ្នកប្រើប្រាស់ដែរខ្ញុំនិយាយចេះបងប្អូនយល់ហើយអញ្ចឹងអីវ៉ាន់នេះខ្ញុំបញ្ជាក់បងប្អូនវាមិនមែនជាអីវ៉ាន់របស់ខ្ញុំលក់ឲ្យភ្ញៀវទេគឺជាអីវ៉ាន់ដែលភ្ញៀវគាត់ទិញពីខាងគេផ្សេងទេហើយអីវ៉ាន់នេះវាមានបញ្ហាទៅលើកណុងបាទហើយភ្ញៀវក៏បានផ្ញើមកឲ្យខាងខ្ញុំដូរកណុងឲ្យគាត់ដោយសារកណុងរបស់គាត់វាខូចវាមានបញ្ហាហើយខ្ញុំដូរកណុងជូនគាត់ប្រវែង5តឹកហើយភ្ញៀវគាត់ឆ្លាញ់5តឹកបាទគាត់ចង់ដូរ2តឹកជាងនេះហើយនេះជាកណុងចាស់របស់គាត់ដែលខូចដែលមានបញ្ហាអញ្ចឹងប្រវែងរបស់វានេះ2តឹកជាងទេបាទហើយកណុងរបស់គាត់ហ្នឹងវាខូចវាមានបញ្ហាដោយសារចេះបងប្អូនបាទរឿងខ្លះវាតិចតួចវាអាចនិយាយបានថាយើងអត់សូវចាប់អារម្មណ៍យើងគិតអត់ដល់វាអាចធ្វើឲ្យមានបញ្ហាអញ្ចឹងកណុងរបស់គាត់ពីដំបូងឡើយម្ចាស់គាត់ថាគាត់លេងទៅវាជាប់គ្រាប់បាទជាប់គ្រាប់ក្នុងកណុងនេះអញ្ចឹងគាត់អត់បានរកឲ្យគេអ្នកចេះដោះគេដោះឲ្យទេឬក៏គេអ្នកតម្លើងហ្នឹងគេដោះឲ្យទេគាត់ដោះខ្លួនគាត់មិនន័យថាគាត់យកដៃអីមួយឬក៏ស្អីផ្សេងមកយកមកបុកយកមកធុបបញ្ចេញឆ្កឹះបញ្ចេញនៅក្នុងកណុងហ្នឹងអញ្ចឹងអាបញ្ហាហ្នឹងហើយធ្វើឲ្យវាខូចនេះនៅខាងចុងនេះវាមាននិយាយទៅនៅកណុងនេះវាមានស្នែរ៉ាយេវាឆូតមករហូតពីដើមដល់គល់អញ្ចឹងទៅអញ្ចឹងវាខូចហ្នឹងគឺវាខូចនៅខាងចុងកណុងនេះវាធ្វើឲ្យឆ្កូតបាទវាឆ្កូតវាដាច់នៅកន្លែងខាងចុងនេះធ្វើឲ្យកណុងនេះគឺខូចហ្មងលេងកើតព្រោះនេះបងប្អូនឃើញទេក្នុងកណុងនេះគឺវាមានស្នែដូចស្នែខ្ចៅអញ្ចឹងឆូតច្អ៊ូទៅយើងហៅថារ៉ាយេអញ្ចឹងរ៉ាយេហ្នឹងគឺវាមានតួនាទីធ្វើឲ្យគ្រាប់ហ្នឹងវារត់ពីដើមទៅដល់ចុងហ្នឹងពីគល់ទៅដល់ចុងហ្នឹងគឺវាវិលនៅក្នុងកណុងចឹងវាវិលជាវិលជុំចេញផុតពីកណុងទៅក៏វាវិលដែរអញ្ចឹងវាធ្វើឲ្យត្រង់គោលដៅអញ្ចឹងករណីបើសិនជាបងប្អូនអត់បានថែទាំវាដោយកណុងមួយជាប្រភេទដែកអញ្ចឹងករណីបើសិនជាវាឡើងច្រេះនៅក្នុងកណុងហ្នឹងវាធ្វើឲ្យច្រេះមានកទួលមានអីនៅលើរ៉ាយេហ្នឹងគឺក៏ដាច់ក៏ឆ្កូតមានបញ្ហាហ្នឹងគឺកណុងហ្នឹងគឺខូចបោះចោលជាអាសាបងមកដូចជាស្ដែងអញ្ចឹងពីដើមទៅវាអត់មានច្រេះមានអីអត់មានឆ្កូតមានអីទេប៉ុន្តែវាបញ្ហានៅខាងចុងនេះខ្ញុំបានដោះឲ្យដោយសារដៃវិជាខ្ញុំបាក់ដោះពេកអញ្ចឹងវាមានបញ្ហានៅកន្លែងគៀកខាងចុងនេះវាឆ្កូតវាដាច់មកកន្លោះអញ្ចឹងទៅវាធ្វើឲ្យតាពីពេលទៅលេងទៅគ្រាប់វាចេញផុតពីកណុងទៅវារេអត់ចូលគោលដៅព្រោះវាបាត់សាច់មកកុហកហើយវាគ្រាប់ចេញទៅវាចាប់ដើមតាក់វាតាក់គ្រាប់វារត់ទៅលេងស្មាទៅតាពីលេអត់ចូលគោលដៅអាហ្នឹងករណីដែលវាបដាលឲ្យខូចអញ្ចឹងមកដល់មួយទៀតខ្ញុំបានដូរកណុងដូរអីស្អាតជូនគាត់ឲ្យហើយប្រវែង5តឹកហើយនៅពេលដែលដូរកណុងហើយខ្ញុំចាប់ផ្ដើមដាក់ធ្វើតេស្តបាទវាស់លបឿនរបស់អីស្រាប់តែវាមានបញ្ហាខ្សោយមួយទៀតបាទខ្សោយហ្នឹងក៏ខ្ញុំកែទៅលើអញូវាបន្តិចបាទដោះអញូចេញថាថ្មីហើយកន្លងចិត្តធ្វើអញូសាថ្មីបាទធ្វើអញូសាថ្មីហើយយើងតម្លើងសាច់ដែកបន្តិចដើម្បីឲ្យវាខ្លាំងវាវាយទៅបានខ្លាំងហើយមួយទៀតទៅលើប្រព័ន្ធខ្យល់នេះបាទវាអាចនិយាយបានថាវាខ្សោយដែរអញ្ចឹងខ្ញុំក៏បានដូរហើយកែគ្រឿងមួយចំនួននៅក្នុងប្រព័ន្ធខ្យល់នេះព្រោះយីទូទៅបងប្អូននៅវ៉ាន់ពីខាងខ្ញុំរៀបទៅជូនភ្ញៀវនេះដោយវ៉ាន់នេះអញ្ចឹងបាទមួយឈុតចេញទៅគឺខ្ញុំតែងតែរៀបមកស្អាតជូនគាត់
ជាពិសេសទៅលើប្រព័ន្ធខ្យល់ទៅលើប្រព័ន្ធអញ្ញូកាយកណ្ដុងអីគឺយើងសេរីមកស្អាតជូនគាត់និយាយទៅអីវ៉ាន់ហ្នឹងក៏បើយើងធានាខ្លាំងគឺខ្លាំងជូនគាត់ហើយអីវ៉ាន់នេះយើងត្រៀមចេញឲ្យភ្ញៀវឃើញយើងរៀបចំបិទតិចទៀតយើងដាក់ពីខ្ចប់ចូលកេះដើម្បីផ្ញើម្ចាស់គេកំងឡើងមួយថ្ងៃហ្នឹងហើយដូចអីវ៉ាន់នេះជាក់ស្ដែងក៏ដូចគ្នាបាទខ្ញុំបានរៀបចំទៅលើប្រព័ន្ធខ្យល់ដើម្បីឲ្យវាតនាការវាខ្លាំងវាអីជូនគាត់អស់ហើយបាទអញ្ចឹងបញ្ហាហ្នឹងគឺវានៅលើភ្ញៀវគាត់អត់បានគាត់អត់យល់ពីវាអញ្ចឹងគាត់ធ្វើកំហុសបន្តិចតួចអាចធ្វើឲ្យវាខូចឲ្យយើងអស់លុយដូរជាមួយនឹងកណ្ដុងថ្មីម្ដងអាចនិយាយបានថាវាថ្លៃដែរបងប្អូនអញ្ចឹងកំហុសយើងជួនកាលយើងអត់បានគិតអត់ដល់អញ្ចឹងទៅយើងបើយើងយកឲ្យគេអ្នកចេះដោះឬក៏គេអ្នកចេះធ្វើវាដោះអស់លុយតិចតួចទេតែយើងដោយសារគាត់ធ្វើខ្លួនឯងអញ្ចឹងទៅបណ្ដាលឲ្យវាខូចអញ្ចឹងខូចយើងអស់លុយច្រើនបាទអានេះគឺជាចំណុចតិចតួចមួយបាទហ្នឹងហើយអរគុណបើសិនជាបងប្អូនចង់បានអីវ៉ាន់ថ្មីឬក៏មានអីវ៉ាន់ខូចចង់ខ្ញុំជួសជុលឲ្យដំណើរការឡើងវិញអីបងប្អូនអាចតាក់ទងមកខ្ញុំបានឧបករណ៍កែច្នៃឬក៏មានអីវ៉ាន់ឬក៏ចង់កំងអីវ៉ាន់ថ្មីយកទៅលេងក៏អាចតាក់ទងមកខ្ញុំបានដែរបងប្អូនហ្នឹងអរគុណ